គ្រោះធម្មជាតិនៅសៀមរាបមនុស្សម្នាក់បានស្លាប់និង3នាក់ទៀតរងរបួសធ្ងន់ស្រាលដើមឈើផ្ទះមួយចំនួនបានរងការខូចខាតផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដាស្រុកក្រុងបានរងផលប៉ះពាល់ដោយសារភ្លៀងលាយខ្យល់កន្ត្រាក់ហេតុការណ៍ខ្យល់កន្ត្រាក់ដែលបានបោកបក់ខ្លាំងនេះបានកើតឡើងនៅល្ងាចថ្ងៃទី16ខែមីនាឆ្នាំ2025ស្ថិតនៅតាមបណ្ដោយក្រុងស្រុកមួយចំនួនខេត្តសៀមរាបក្នុងនោះនៅស្រុកប្រាសាទបាកឹងបណ្ដាលឲ្យដើមឈើដួលរលំសង្កត់មនុស្សប្រុសស្រីចំនួន2នាក់ឯនៅស្រុកស្វាយលើរន្ទះបាញ់បណ្ដាលឲ្យស្លាប់ម្នាក់និងនៅស្រុកពួករលំផ្ទះបណ្ដាលឲ្យរបួសមនុស្សម្នាក់ផងដែរនេះបើតាមព័ត៌មានបឋមទទួលបានពីអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបនៅយប់ថ្ងៃទី16ខែមីនាឆ្នាំ2025នេះបើតាមព័ត៌មានបឋមក្រៅពីក្រុងសៀមរាបស្រុកក្រុងដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិមួយចំនួនរួមមានស្រុកប្រាសាទបាកឹងស្រុកពួកស្រុកអង្គរធំក្រុងរុនតាឯកតេជោសែនស្រុកស្វាយលើករណីនេះមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេទោះជាយ៉ាងណាបន្ទាប់ពីការហេតុកម្លាំងអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះជួយអន្តរាគមន៍ភ្លាមៗដើម្បីជួយដល់ប្រជាពលរដ្ឋផងដែរ